បងប្អូនថ្ងៃនេះនាំបងប្អូនមើលទស្សនភាពនៅលើយន្តហោះបងប្អូនចាបងប្អូននៅស្រុកខ្មែរចេះឆ្ងល់ជិះយន្តហោះអ្នកដែលធ្លាប់បានជិះឲ្យខ្ញុំអត់និយាយទេព្រោះគាត់ធ្លាប់ដឹងហើយអ្នកជិះដំណើរផ្លូវឆ្ងាយណាធ្វើដំណើរផ្លូវឆ្ងាយគាត់ដឹងហើយចាសម្រាប់បងប្អូនដែលខ្ញុំគាត់ចង់ធ្វើវីដេអូនេះបង្ហាញអញ្ចឹងណាហ្នឹងការខ្ញុំទៅលេងនៅអូស្ត្រាលីបងប្អូនចាហើយជើងយន្តហោះនេះគឺពី Amsterdam ទៅ Taipei ចាជើងយន្តហោះខ្ញុំជិះគឺ China Airlines បងប្អូនហើយតម្លៃគឺតម្លៃថោកសមរម្យចាហើយម្ហូបអាហារគឺឆ្ងាញ់ចារសារយើងអាស៊ីចឹងម្ហូបហើយក៏មានម្ហូបប៉ាស្តាមានអីដែរចាសម្រាប់ភ្ញៀវបរទេសដែលគាត់ជាអ្នកធ្វើការដែរណាចាប៉ុន្តែគេធ្វើភាគច្រើនម្ហូបគេមានជំរើសពីរមានបរទេសហើយនិងជំរើសរបស់អាស៊ីណាចឹងខ្ញុំចូលចិត្តចាហើយសេវាកម្មគេល្អហើយខ្ញុំទៅហ្នឹងគឺសំណាងទៀតកន្លែងស៊ីតកដាលហ្នឹងកន្លែងកៅអីអង្គុយកដាលហ្នឹងគឺអត់មានអ្នកជិះអញ្ចឹងគឺបានសម្រាប់កដាលហ្នឹងមកបានសម្ពេចខ្នងឬនឹងអញ្ចឹងណាព្រោះម៉ោងជិះគឺឆ្ងាយដែរពី Amsterdam នេះទៅតែពេកគឺដូចជា7-14ម៉ោងបងប្អូនចាអញ្ចឹងយើងមាន space ទលាយមានទីកន្លែងតម្រេតខ្លួនហ្នឹងទលាយបើសិនជាមានខ្ញុំបាននៅកណ្ដាលហ្នឹងចាប៉ុន្តែសំណាងចាបានមកកៅអីទៀតបន្ថែមចឹងទៅធ្វើដំណើរឆ្ងាយប៉ុន្តែអត់សូវឈឺខ្នងទេចាហើយខ្ញុំធ្វើនេះគឺខ្ញុំចង់ឲ្យ screen ហ្នឹងវា load ថាប្រហែលម៉ោងពី Amsterdam ទៅដល់កន្លែងចានេះគឺ time to destination ហ្នឹងគឺ13ម៉ោងហើយគេមានម៉ោងដែលកន្លែងដែលយើងជិះហ្នឹងហើយនឹងកន្លែងទៅដល់ហ្នឹងគឺម៉ោងប៉ុន្មានអញ្ចឹងគេប្រាប់យើងអញ្ចឹងបងប្អូនហើយរយៈកម្ពស់ប្រហែលគេអញ្ចឹងទៅហើយម៉ោងប៉ុន្មានទៅដល់កន្លែងដែលយើងឈប់ហ្នឹងអញ្ចឹងម៉ោងប៉ុន្មានទៅដល់អញ្ចឹងទៅហើយកម្ពស់យន្តហោះហ្នឹងកម្ពស់ប្រហែលគេប្រាប់យើងអញ្ចឹងបងប្អូនចាចាហើយអរគុណច្រើនបងប្អូនដែលបានមើលនិងគាំទ្រវីដេអូ